ចាប់ដើមមកដាក់គឺចេងស្ករយើងដាក់ពីចេងមកតិចបានហើយបើចង់ដាក់ព្រានតិចបានហើយទៅតិចពេកទេហើយមកតិចទៀតមកហើយយើងមកខប់ទុកវិញច្រឡំហើយយើងយកដាក់ព្រានហ្នឹងមកដួសសុបខ្នុរហ្នឹងក៏មិនតិចដែរដល់គ្នាគាត់ប្រៃហើយខ្ញុំមកដាក់ប៊ីចេងអីទេច្រឡំដាក់អំបិលអីទេហើយយើងក៏ចុះនឹងមិនអំបិលអានោះសុបខ្នុរតាសុបខ្នុរនឹងអំបិលហើយហ្នឹងដែរអូយឆ្កែយើងក៏ឡងមកយើងក៏ឡងឲ្យវាចូលគ្រឿងហើយដល់មកទៀតយើងដាក់ជាមួយនឹងលឹកខ្ទឹមមួយប្រទេសនេះលឹកខ្ទឹមមកយើងចាប្រើដៃព្រោះតែម្លៀងដៃហៅអីអត់អីហើយខ្ញុំអ្នកញ៉ាំទេអូយខ្វះហើយដាក់ម្ទេសចូលដាក់ចូលមកប៉ុណ្ណឹងបានហើយដល់មកយើងក៏លុកវាយើងកូរវាសាប់សិនដល់គ្នាដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់អត់តំណស្អី1%អត់តំណមិនដែររសជាតិប្រៃឡប់ឆ្ងាញ់មក2លើ10ឥឡូវហើយអ្នកគ្នាយើងចាប់ផ្ដើមមានគេហៅអីផ្សេងៗតិចៗខ្ញុំដាក់អ្នកគ្នាមើល